រដ្ឋប្រមាណជាង 4000 នាក់នៅខេត្តពោធិ៍សាត់ទទួលសេវាកម្មព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA នៅព្រឹកថ្ងៃទី 3 ខែឧសភាឆ្នាំ 2025 ប្រជាពលរដ្ឋប្រមាណជាង 4000 នាក់បានទៅទទួលសេវាកម្មពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ្រច័ន្ទមនី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោស្ថិតនៅវិទ្យាល័យព្រះមលូស្រុកបាកានខេត្តពោធិ៍សាត់មានប្រសាសន៍សំណាលមុនពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋលោកជំទាវបណ្ឌិតបានពំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវាកម្មនៃឱកាសនេះលោកជំទាវបណ្ឌិតបានមានប្រសាសន៍ថានេះជាលើកទី 7 ហើយសម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ហើយក្នុងអាណត្តិថ្មីនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានយកចិត្តទុកដាក់និងជំរុញលើវិស័យសុខាភិបាលផ្នែក ICU ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទៅដល់ភូមិឃុំរបស់ពួកគាត់ជាក់ស្ដែងដោយក្នុងឱកាសនេះលោកជំទាវបណ្ឌិតបានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង 400 នាក់ចុះមកព្យាបាលជូនលោកយាយលោកតាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹមលោកជំទាវបណ្ឌិតបានបន្ថែមថាក្នុងការចុះមកព្យាបាលនាថ្ងៃនេះរួមមានជំងឺទូទៅជំងឺមាត់ធ្មេញពិនិត្យអ៊ីកូនិងរោគស្ត្រីជំងឺបេះដូងជំងឺភ្នែកវះកាត់តូចជំងឺឬដូងបាតជំងឺសន្លាក់ជំងឺសើស្បែកជំងឺត្រចៀកច្រមុះបំពង់កថតកាំរស្មីពិនិត្យឈាមហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរនឹងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលសុខភាពនាឱកាសនេះមានចំនួនសរុប 4336 នាក់ស្មើនឹង 6998 ករណីនិងបញ្ជូនមកព្យាបាលបន្តចំនួន 58 ករណីបានស្ដែងនៅក្តីសប្បាយរីករាយនិងគោរពថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវបណ្ឌិតនិងសម្ដេចទាំង3ក្នុងការផ្ដល់ឱកាសដល់វិសេសវិសាលចុះមកព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃថវិកាអ្វីទាំងអស់ថែមទាំងយកចិត្តទុកដាក់ក្នុងការព្យាបាលថែមទៀតផង